ជំរាបសួរបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទសូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសញ្ជឹងគិតព្រះបន្ទូលថ្ងៃនេះនៅក្នុងម៉ាកុសជំពូក10ខ17កាលទ្រង់យាងចេញទៅតាមផ្លូវនោះមានម្នាក់រត់មកលុតជង្គង់ក្រាបចុះនៅចំពោះទ្រង់ទូលសួរថាលោកគ្រូល្អអើយតើត្រូវឲ្យខ្ញុំធ្វើដូចម្តេចប្រយោជន៍ឲ្យបានក្រងជីវិតរស់អស់កលជានិច្ចបើសិនជាបងប្អូនអានពីខ17ដល់ខ31បងប្អូននឹងឃើញអំពីព្រះបន្ទូលដែលនិយាយអំពីបុរសអ្នកមានម្នាក់ដែលគាត់បានមកជួបព្រះយេស៊ូវដូចនៅក្នុងខ17បានប្រាប់ថាគាត់ចូលមកជួបទ្រង់ដោយលុតជង្គង់ហើយនាំយកមកនៅសំណួរមួយដែលគាត់មាននៅក្នុងចិត្តដោយសួរថាធ្វើដូចម្តេចដើម្បីឲ្យខ្ញុំទទួលបានជីវិតអស់កលជានិច្ចព្រះយេស៊ូវបានមានបន្ទូលតបទៅគាត់ដោយរំលឹកគាត់ថាតើគាត់បានប្រព្រឹត្តតាមបញ្ញត្តិទាំងប្រមាណរបស់លោកម៉ូសេដែរឬទេដូចជាកុំឲ្យផិតឲ្យសោះកុំឲ្យសម្លាប់មនុស្សឲ្យសោះកុំឲ្យលួចឲ្យសោះកុំឲ្យធ្វើជាទីបន្ទាល់ខ្លែងឲ្យសោះកុំបំបត្តិគេឲ្យសោះចូលគោរពប្រតិបត្តិដល់ឪពុកម្ដាយឯងគាត់បានឆ្លើយតបថាការអ្វីទាំងអស់នេះគឺគាត់បានធ្វើយ៉ាងល្អតាំងតែពីនៅក្មេងមកម្ល៉េះដូច្នេះព្រះយេស៊ូវក៏បានតទៅគាត់ម្ដងទៀតដោយសេចក្តីស្រឡាញ់ហើយព្រះអង្គបានមានបន្ទូលថាអ្នកនៅខ្វះការមួយទៀតគឺត្រូវលក់របស់ទ្រព្យអ្នកទាំងប្រមាណហើយចែកឲ្យអ្នកក្រីក្រនោះអ្នកនឹងទទួលបានទ្រព្យសម្បត្តិនៅឋានសួគ៌វិញហើយទុកឈើឆ្កាងមកតាមខ្ញុំចុះដូច្នេះមានចំណុច3ដែលព្រះយេស៊ូវបានឆ្លើយតបទៅគាត់ជាលើកទី2ទី1គឺឲ្យគាត់បានលក់ទ្រព្យសម្បត្តិទាំងប្រមាណរបស់គាត់ហើយចែកឲ្យអ្នកក្រទី2ឲ្យគាត់លីឈើឆ្កាងហើយទី3គឺឲ្យគាត់ដើរតាមទ្រង់នេះជាចំណុចស្នូលដែលបរិសុទ្ធអ្នកមាននោះត្រូវធ្វើប៉ុន្តែគាត់បានចាកចេញពីព្រះយេស៊ូវដោយមានទឹកមុខព្រួយបារម្ភជាខ្លាំងដោយសារតែគាត់មានទ្រព្យសម្បត្តិច្រើនណាស់ដូច្នេះហើយមនុស្សមិនអាចនឹងទទួលបានព្រះពរឬរស់នៅក្នុងជីវិតដ៏អស្ចារ្យជានិច្ចតាមការសន្យារបស់ព្រះអង្គចាស់ព្រះយេស៊ូវឡើយបើសិនជាពួកគេមិនបានប្រព្រឹត្តតាមចំណុចទាំង3នេះបងប្អូនហើយការលះបង់ដើម្បីនឹងធ្វើតាមចំណុចទាំង3នេះគឺទាមទារឲ្យយើងមានសេចក្តីស្រឡាញ់ចំពោះព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទមួយវិញទៀតទោះបីជាយើងធ្វើការល្អយ៉ាងណាក៏ដោយឬយើងបានប្រព្រឹត្តតាមទំនៀមទម្លាប់ក្រឹតវិន័យឬក្រមសីលធម៌ដែលល្អឥតខ្ចោះយ៉ាងណាក៏ដោយតែបើសិនជាគ្មានទំនាក់ទំនងបើសិនជាគ្មានការប្រព្រឹត្តដោយជំនឿហើយនឹងដើរតាមព្រះយេស៊ូវទេនោះគ្មាននរណាម្នាក់ដែលអាចទទួលបានជីវិតអស់កលជានិច្ចនោះឡើយដូច្នេះហើយបានជាបរិសុទ្ធអ្នកមានពេលដែលឮព្រះបន្ទូលព្រះយេស៊ូវហើយក៏ចាកចេញដោយភាពខ្វាយខ្វល់ដោយភាពទុក្ខព្រួយដោយសារតែគាត់មានទ្រព្យសម្បត្តិដូច្នេះហើយមេរៀនដែលយើងអាចរៀនបាននៅត្រង់ព្រះបន្ទូលនៅថ្ងៃនេះក្នុងភាពជាសិស្សត្រូវតែលះបង់លីឈើឆ្កាងហើយដើរតាមទ្រង់ហើយជួនពេលខ្លះទ្រព្យសម្បត្តិអាចคล้ายជាថ្មដែលអាចជំពប់ជើងយើងនៅក្នុងគណៈពេលដែលយើងដើរតាមព្រះអង្គដោយសេចក្តីជំនឿព្រះយេស៊ូវបានមានបន្ទូលថាអស់អ្នកដែលជាប់ចិត្តឬអស់អ្នកដែលស្រឡាញ់ទ្រព្យសម្បត្តិលើលោកីយ៍នេះពិបាកចូលទៅក្នុងនគរព្រះណាស់គឺពិបាកជាងសត្វអូតចូលទៅក្នុងប្រហោងម្ជុលទៅទៀតអញ្ចឹងតើមាននរណាដែលអាចទទួលការសង្គ្រោះបាននៅក្នុងជំពូក10ដដែលខ27បានប្រាប់យើងថាព្រះយេស៊ូវបានមានបន្ទូលថាការនោះមនុស្សធ្វើពុំកើតទេតែព្រះទ្រង់ធ្វើកើតបិទព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បានបងប្អូនហើយការសង្គ្រោះមិនមែនអាស្រ័យទៅលើការប្រព្រឹត្តនៅការល្អឬការប្រព្រឹត្តតាមកិច្ចវិន័យនោះឡើយតែអាស្រ័យទៅលើព្រះគុណរបស់ព្រះទាំងស្រុងដូច្នេះហើយការប្រព្រឹត្តតាមបែបសិលធម៌នោះមិនអាចនឹងនាំឲ្យមនុស្សទទួលបានជីវិតអស់កលជានិច្ចនោះឡើយ
ដូចជាបរោះវ័យក្មេងដែលជាអ្នកមានម្នាក់នេះដែលគាត់ពឹងអាងលើការប្រព្រឹត្តនៅការល្អតាមក្រឹតវិន័យរបស់លោកមូសេហើយជាពេលខ្លះទ្រព្យសម្បត្តិរបស់គាត់คล้ายជាឧបសគ្គរារាំងមិនឲ្យគាត់ទទួលបានជីវិតអស់កលជានិច្ចដោយខ្ញុំបាននិយាយពីដើមថាការសង្គ្រោះគឺអាស្រ័យលើព្រះគុណរបស់ព្រះទាំងស្រុងមិនមែនអាស្រ័យលើការខិតខំប្រឹងប្រែងរបស់មនុស្សឡើយគឺមានតែព្រះអង្គប៉ុណ្ណោះដែលអាចនឹងសង្គ្រោះទាំងអ្នកមានទាំងអ្នកក្របានដូច្នេះហើយចូលឲ្យយើងដើរតាមព្រះយេស៊ូវដោយលះបង់ចោលទាំងអ្វីដែលយើងស្រឡាញ់ទាំងបំណងប្រាថ្នាខាងសាច់ឈាមរបស់យើងទាំងទ្រព្យសម្បត្តិខាងលោកីចូលចាត់ទុកវាគ្រាន់តែជាមធ្យោបាយដើម្បីឲ្យយើងអាចនឹងរស់នៅដើម្បីថ្វាយស្រីល្អដល់ព្រះចុងក្រោយយើងអាចសួរនៅសំណួរខ្លួនឯងថាប្រសិនបើព្រះអង្គចាស់ព្រះយេស៊ូវមានបន្ទូលមកកាន់ខ្ញុំដូចជាបរិសុទ្ធអ្នកមាននេះថាចូលលក់ទ្រព្យសម្បត្តិអ្នកទាំងប្រមាណហើយចែកឲ្យអ្នកក្រទៅតើបងប្អូននឹងធ្វើយ៉ាងដូចម្តេចនឹងឆ្លើយតបជាមួយនឹងព្រះអង្គយ៉ាងដូចម្តេចចំពោះសំណួរនេះហើយចុះបើសិនជាព្រះអង្គគ្រាន់តែមានបន្ទូលថាចូលលះបង់ពេលវេលារបស់អ្នកហើយចំណាយពេលជាមួយនឹងព្រះបន្ទូលព្រមទាំងថែរក្សាដល់បងប្អូនដែលទុនខ្សោយតើនរណាដែលព្រះអង្គដាក់នៅចំពោះបងប្អូនដើម្បីនឹងឲ្យបងប្អូនអាចនឹងលះបង់ពេលវេលាហើយនឹងចែកចាយឬថែរក្សាពួកគេតែបងប្អូននឹងឆ្លើយតបជាមួយនឹងព្រះបន្ទូលយ៉ាងដូចម្តេចចូលអធិដ្ឋានជាមួយគ្នាព្រះអង្គអរព្រគុណទ្រង់សម្រាប់ព្រះបន្ទូលនៅថ្ងៃនេះដែលព្រះអង្គរំលឹកយើងខ្ញុំឲ្យរស់នៅក្នុងជីវិតមួយឲ្យសមជាសិស្សរបស់ទ្រង់ដែលឲ្យអធិភាពទៅលើនគររបស់ព្រះជាជាងរបស់អ្វីដែលនៅលើផែនដីនេះត្បិតជីវិតអស់កលជានិច្ចគឺអាស្រ័យលើទ្រង់ទាំងស្រុងសូមទ្រង់បានដឹកនាំចិត្តគំនិតរបស់យើងខ្ញុំឲ្យស្វែងរកនគរព្រះជាមុនគុណថ្វាយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន